ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម YouTube និង Facebook ជាទីគោរពស្វែងរកអានថ្ងៃនេះដែរខ្ញុំបាទនឹងមានជាវីដេអូធ្វើជាបង្អែមចេកបុកយកមកចែកជូនបងប្អូនទស្សនាកម្សាន្តតើបង្អែមចេកបុកហ្នឹងគេធ្វើយ៉ាងណាសូមពុកម៉ែបងប្អូនទាំងអស់គ្នាមកទស្សនាវីដេអូរបស់ខ្ញុំបាទនេះដូចតទៅសម្រាប់គ្រឿងផ្សំដោយបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺមានដូចជាម្សៅអង្ករខ្សាយខ្ទិះដូងនិងផ្លែចេកទុំដែលយើងបានបករួចជាស្រេចព្រមទាំងស្ករសម្សៅពោតនិងអំបិលឥឡូវនេះបងប្អូនងាកមកមើលការផ្សំគ្រឿងរបស់ខ្ញុំបាទវិញម្ដងសម្រាប់ចេកគឺយើងមិនមែនបុកទេបងប្អូនចេកគឺយើងកិនអញ្ចឹងទៅយើងធ្វើការកិនចេករបស់យើងឲ្យឡើងម៉ត់មកល្មមអញ្ចឹងទៅរួចហើយយើងធ្វើការបន្ថែមនៅម្សៅអង្ករខ្សាយរបស់យើងចូលតែម្ដងគ្រឿងផ្សំជាបន្ទាប់មានដូចជាស្ករសដាក់តិចឬច្រើនអាស្រ័យលើការចូលចិត្តរបស់បងប្អូនអំបិលមួយចិបម្សៅពោតបន្តិចនិងខ្ទិះដូងសម្រាប់ខ្ទិះដូងនេះដែរគឺយើងដាក់មួយល្មមទៅបងប្អូនគឺយើងដាក់លក្ខណៈថាយើងច្បល់ចូលគ្នាទៅគឺវាឡើងប៉ែកល្មមតែម្ដងគឺយើងធ្វើការច្បល់ចូលច្បល់ឡើងដូចតែក្នុងវីដេអូខ្ញុំបានបង្ហាញអញ្ចឹងគឺយើងធ្វើការច្បល់តលតែគ្រឿងផ្សំទាំងបានរបស់យើងវាទៅជាលបាយល្មមតែម្ដងទៅរួចហើយគឺយើងធ្វើការយកទៅចំហុយហើយក្នុងការចំហុយនេះដែរគឺយើងមិនកំណត់ពេលវេលាទេគឺយើងចំហុយមួយសន្ទុះទៅគឺបង្អែមរបស់យើងនឹងបានឆ្អិនល្អតែម្ដងបន្ទាប់មកយើងធ្វើការគ្របដើម្បីចំហុយជាបន្តសូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកទស្សនាអំពីវិធីធ្វើនៃផ្ទៃខាងលើនៃបង្អែមចេកបុករបស់ខ្ញុំបាទវិញម្ដងគឺយើងមានជាខ្ទិះដូងបន្ទាប់មកគឺយើងធ្វើការបន្ថែមនៅម្សៅពោតនិងស្ករសព្រមទាំងអំបិលមួយចិបផងដែរបន្ទាប់មកគឺយើងធ្វើការកូរច្បល់ចុះច្បល់ឡើងដើម្បីឲ្យខ្ទិះដូងរបស់យើងគឺចូលជាតិគ្នាបានល្អជាមួយនឹងម្សៅពោតតែម្ដងហើយបន្ទាប់មកក៏យើងធ្វើការបើកគម្របមើលទៅតើបង្អែមរបស់យើងបានឆ្អិនហើយនៅឥឡូវនេះឃើញថាបង្អែមរបស់យើងគឺឆ្អិនបាន 80% គឺទៅ 90% ហើយគឺយើងធ្វើការចាក់ខ្ទិះដូងនិងម្សៅពោតរបស់យើងដែលបានកូរបាញ់មិញហ្នឹងចូលតែម្ដងទៅបន្ទាប់មកគឺយើងធ្វើការគ្របមួយរពុះក្នុងមួយរពុះនេះគឺរៀងយូរដែរបងប្អូនទើបបង្អែមចេកបុករបស់យើងបានឆ្អិនល្អតែម្ដងឥឡូវនេះឃើញថាបង្អែមចេកបុករបស់ខ្ញុំបាទគឺបានឆ្អិនល្អតែម្ដងគឺយើងធ្វើការលើកទៅទុកមួយអន្លើដើម្បីឲ្យចុះត្រជាក់បន្ទាប់ពីចុះត្រជាក់ហើយគឺយើងនឹងមានជាកូនកំបិតដើម្បីយកទៅកាត់ជាលក្ខណៈជ្រុងអញ្ចឹងក៏បានឬក៏ជាចំហៀងក៏បានអាស្រ័យលើការចូលចិត្តរបស់បងប្អូនហើយសម្រាប់ពុកម៉ែបងប្អូនដែលមិនទាន់បានចុច like និង Subscribe សូមពុកម៉ែបងប្អូនធ្វើការចុច like និង Subscribe ជួយឲ្យខ្ញុំបាទអ្នកមួយខ្លងដើម្បីទទួលបានវីដេអូថ្មីៗពី Channel របស់ខ្ញុំបាទបន្ទាប់ពីយើងកាត់ហើយគឺយើងធ្វើការលើកដាក់មួយលើទៅឬក៏យើងលើកដាក់ក្នុងចានដើម្បីនឹងយកទៅពិសាតែម្ដងសម្រាប់បង្អែមចេកបុកនេះដែរគឺខ្ញុំបាទធ្វើការផ្សំគ្រឿង2ដងទើបមើលទៅឃើញបានស្អាតអញ្ចឹងគឺមានខាងក្រោមគឺមានជាស្នូលចេកជាសាច់ចេកអញ្ចឹងទៅចំណែកខាងលើគឺយើងឃើញនៅផ្ទៃសគឺថាដូចនៅក្នុងវីដេអូដែលខ្ញុំបានបង្ហាញនេះតែម្ដងហើយបង្អែមចេកបុករបស់ខ្ញុំបាទនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយ